បាទជំរាបសួរបងប្អូនបាទថ្ងៃនេះខ្ញុំមានវីដេអូមួយខ្ញុំចង់មកចែករំលែកជាមួយការប្រើប្រាស់រថយន្តប្រភេទរថយន្តព្រុសហ្នឹងហើយអ្វីដែលខ្ញុំចង់ចែករំលែកនោះគឺការដំណើរការរថយន្តព្រុសដោយប្រើលេខទេបងប្អូននេះខ្ញុំចង់ប្រាប់បងប្អូនកន្លែងនេះចែកមើលនេះបងប្អូនកុំភ្លេចណាឡានអាព្រុសខ្ញុំឡានអីផ្សេងខ្ញុំអត់និយាយព្រោះខ្ញុំអាព្រុសខ្ញុំទៅបើកមិញហ្នឹងខ្ញុំទៅមានបទពិសោធន៍មិញហ្នឹងខ្ញុំទៅអនុវត្តផ្ទាល់មិញហ្នឹងដល់អញ្ចឹងឥឡូវនេះខ្ញុំក៏ចង់ចែករំលែកបងប្អូនដែលកំពុងបើករថយន្តព្រុសដូចគ្នាអញ្ចឹងបងប្អូនណាដែលអត់ទាន់បានសាក់លបងដូចខ្ញុំអានេះខ្ញុំផ្ទាល់បានសាក់លបងហើយអញ្ចឹងខ្ញុំចង់ចែករំលែកឲ្យបងប្អូនបានដឹងបើថ្ងៃក្រោយទៅបើបងប្អូនចង់សាក់ក៏សាក់តាមខ្ញុំទៅហើយបើបងប្អូនអត់ចង់សាក់ទេបងប្អូនព្យាយាមកុំប្រើវាខ្ញុំថតឲ្យច្បាស់បន្តិចនេះបងប្អូនអាលេខ B នេះណាបងប្អូនអាលេខ B នេះខ្ញុំនិយាយពីលេខ B ទៅមុនអាលេខ B នេះគឺយកល្អបងប្អូនប្រើវានៅពេលណាដែលបងប្អូនចុះចំណោទអាហ្នឹងឡានអាព្រុសណាបងប្អូនណាឡានអាព្រុសនៅពេលណាដែលយើងចុះចំណោទយើងប្រើលេខ B នេះដើម្បីជួយទប់ម៉ាស៊ីនវាកុំឲ្យវាលឿនពេកជួយទប់ប្រាំងមិនមែនជួយទប់ម៉ាស៊ីនទេជួយទប់ប្រាំងកុំឲ្យវាប្រើប្រាំងសុទ្ធពេកណាកាលណាយើងជន់ប្រាំងសុទ្ធពេកវាអាចនឹងមានបញ្ហាក្តៅវាអាចនឹងមានបញ្ហាឆេះឬក៏វាអាចនឹងមានបញ្ហាផ្ទុះដុំប្រាំងអញ្ចឹងយើងប្រើលេខ B នេះគឺដើម្បីជួយអមប្រាំងទប់ម៉ាស៊ីនកុំឲ្យវារុញទម្ងន់ហ្នឹងទៅខ្លាំងពេកហ្នឹងអាហ្នឹងខ្ញុំសូមបញ្ជាក់ឲ្យច្បាស់ថាយើងប្រើនៅពេលយើងចុះចំណោទឡានអាព្រុសណាបងប្អូនអញ្ចឹងយើងក៏លេខមកមើលលេខ D លេខ D នេះបងប្អូនត្រូវចាំថាយើងប្រើបានគ្រប់កលៈទេសៈបងប្អូនមិនបាច់បារម្ភថាឡើងចំណោទយើងប្រើលេខ D មិនបានទៅខ្សោយម៉ាស៊ីនឬមួយក៏យ៉ាងណាបងប្អូនកុំបារម្ភរឿងឡានខ្ញុំមិនគេហៅថាទូលំទូលាយផ្នែកខាងឡានទេក៏ប៉ុន្តែខ្ញុំជិះផ្ទាល់អាម៉ាញ់មិញណាអញ្ចឹងខ្ញុំណែនាំខ្ញុំរីកមិនឲ្យបងប្អូនដែលប្រើប្រាស់រថយន្តព្រុសដូចគ្នាបងប្អូនត្រូវប្រកាន់ភ្ជាប់ថាឡានលេខ D នេះគឺប្រើគ្រប់កលៈទេសៈចុះចំណោទឡើងចំណោទឡើងចំណោទទៀបខ្ពស់ទៀបចុះចំណោទទៀបអីយើងប្រើលេខ D ជានិយាយទៅជាទូទៅគឺយើងប្រើលេខ D ច្រើនបំផុតចឹងនិយាយថាចឹងណាបងប្អូនគ្រប់កលៈទេសៈលើកលែងតែនៅពេលដែលយើងចុះចំណោទជ្រៅចុះចំណោទខ្ពស់អញ្ចឹងយើងដូរមកប្រើលេខ B ដើម្បីទប់ជួយអមប្រាំងព្រោះយើងចាប់ប្រាំងសុទ្ធវាអាចនឹងមានបញ្ហាអញ្ចឹងយើងដាក់លេខ B នេះដើម្បីជួយអមអូខេអញ្ចឹងខ្ញុំប្រាប់បានពីរណាហើយមួយទៀតលេខ N នេះអាហ្នឹងនិយាយជាទូទៅវាសម្រាប់យើងចុចផ្ដាច់លេខដើម្បីឲ្យយើងរុញទៅមុខទៅក្រោយបានលេខ N ណាហើយលេខ R នេះគឺយើងសម្រាប់លេខ Tiger អញ្ចឹងអាហ្នឹងវាអត់មានអីក្បោះក្បាយទេមានតែប៉ុណ្្នឹងទេអ្វីដែលសំខាន់គឺលេខ B នេះខ្ញុំចង់ប្រាប់បងប្អូនអាលេខ B នេះអញ្ចឹងខ្ញុំសូមបញ្ជាក់ចុងក្រោយចុងវីដេអូគឺលេខ B នេះបងប្អូនត្រូវចាំច្បាស់ថាយើងមិនអាចឡើងចំណោទហើយយើងប្រើលេខ B នេះបានទេណាបងប្អូនណាបើកាលណាបងប្អូនឡើងចំណោទបងប្អូនប្រើលេខ B ដោយបងប្អូនសម្រាប់ម៉ាស៊ីនរបស់បងប្អូនអញ្ចឹងហើយអ្វីបានខ្ញុំហ៊ាននិយាយអញ្ចឹងព្រោះមិញនេះខ្ញុំបានធ្វើហើយខ្ញុំឆ្ងល់ហេតុអីបានជាឡានខ្ញុំខ្សោយខ្លាំងម្លេះពេលដែលខ្ញុំដាក់លេខ B ឡើងចំណោទឡុងខ្ញុំស្ដាប់សំឡេងឡានខ្ញុំមិនណិតឡានណាព្រោះឡានខ្លាំងដែរហើយដល់ពេលឡើងចំណោទដាក់ជិះគ្នា4នាក់ភ្ញៀវ4នាក់ខ្ញុំម្នាក់ទៀត5នាក់ឡើងចំណោទខ្ពស់ដែរឡើងទៅឡើងចង់យងអត់ចង់មកក្រោយវិញណាខ្ញុំដោះលេខ B វិញខ្ញុំចាក់ដាក់លេខ N ភ្លាមបាច់ខ្ញុំជន់វឹងហើយខ្ញុំរៀងកញ្ឆក់បន្តិចទៅវ៉ាវអញ្ចឹងបានន័យថាលេខ B នេះកុំឡើងចំណោទកុំដាក់លេខ B ណាបងប្អូនបើចង់កុំឲ្យឡានខូចលេខ B សម្រាប់ចុះចំណោទយើងទប់ប្រាំងតែប៉ុណ្្នឹងឯងណាបងប្អូនណាអញ្ចឹងបើយើងចង់ឡើងចំណោទយើងប្រើម៉ាស៊ីនខ្លាំងជន់វាឲ្យរៀងលឿនយើងត្រូវប្រើលេខ D ណាបងប្អូនណានេះជាបទពិសោធន៍ខ្ញុំមុននឹងបន្តិចខ្ញុំប្រើផ្ទាល់អញ្ចឹងខ្ញុំអត់ក្បោះក្បាយទេផ្នែកខាងរថយន្តអញ្ចឹងបើសិនជាបងប្អូនខាងបច្ចេកទេសគាត់មានបច្ចេកទេសអីផ្សេងច្បាស់ជាងនឹងអីអាហ្នឹងបងប្អូនអនុវត្តតាមបងផ្សេងទៀតចុះក៏ប៉ុន្តែអានេះខ្ញុំផ្ទាល់ខ្ញុំជិះផ្ទាល់
អញ្ចឹងខ្ញុំចែករំលែកផ្ទាល់ទៅបងប្អូនដែលប្រើប្រាស់រថយន្តព្រុសដូចគ្នាអូខេអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេសូមអរគុណបងប្អូនទាំងអស់គ្នាហើយបើសិនជាបងប្អូនពេញចិត្តនឹងនៅការអត្ថាធិប្បាយចែករំលែករបស់ខ្ញុំបងប្អូនជួយ share មួយជួយ follow page របស់ខ្ញុំជួយ subscribe YouTube របស់ខ្ញុំម្នាក់មួយផងសូមអរគុណសូមជម្រាបលាបងប្អូនបាយបាយ